វិលមកជួបគ្នាវិញទៀតហើយជាមួយនឹងវីដេអូបកស្រាយការដោះស្រាយចំណោទនិងលំហាត់អញ្ចឹងដោយឡែកថ្ងៃនេះយើងចូលដល់នៅទំព័រទី53អញ្ចឹងនៅទំព័រទី53នេះទាក់ទិនទៅនឹងការប៉ាន់ស្មានផលបូកចំនួនទស្សភាគអញ្ចឹងនៅទីនេះគឺជាលំហាត់អញ្ចឹងនៅទីនេះគឺជាការផលបើយើងរកការប៉ាន់ស្មានផលបូកចំនួនទស្សភាគអញ្ចឹងទី1អញ្ចឹងអ្នកទាំងអស់គ្នាធ្លាប់ឃើញសញ្ញានេះហើយដោយសារសញ្ញានេះគឺជាសញ្ញាប្រហាក់ប្រហែលឬក៏សញ្ញាប៉ាន់ស្មានយើងនិយាយថាប៉ាន់ស្មានអញ្ចឹងបាទអញ្ចឹងដំបូងឡើយមុននឹងយើងធ្វើការគណនាអំពីលំហាត់មួយនេះយើងត្រូវក៏លេខទៅមើលលំហាត់អង្គទាំងពីររបស់យើងសិនបាទអញ្ចឹងនៅតួទី1នេះ 47.76 អញ្ចឹងខ្ញុំសូមណូតនៅទីនេះមួយដើម្បីជាបាទការគណនាឲ្យមានភាពងាយស្រួលបាទសំទោសអញ្ចឹងយើងមើលតួទី2បន្តទៀតយើងឃើញ 5.26 អញ្ចឹងខ្ញុំសូមចុចនៅទីនេះអញ្ចឹងនៅខាងក្រោយអ្វីដែលខ្ញុំបាន highlight នៅខាងក្រោមគឺជាអ្វីដែលយើងត្រូវធ្វើការបង្គាត់វាបាទអញ្ចឹង4នេះត្រូវប្រកួតនៅទីនេះគឺប្រកួតឡើងបាទប្រកួតឡើងបាន5ចំណែកឯ 5.26 នេះគឺត្រូវប្រកួតចុះគឺនៅ5ដដែលអញ្ចឹងចម្លើយនៅទីនេះគឺស្មើនឹងបាទស្មើទៅនឹង10បាទអញ្ចឹងនេះគឺជាចម្លើយចំណុចទីកអញ្ចឹងយើងចូលដល់ចំណុចខវិញម្ដងចំណុចខគឺ 16.8 បូកនឹង 7.16 អញ្ចឹងយើងមើលខាងក្រោយនៃចុចនេះគឺមានលេខ1និងលេខ0នេះលេខ1និងលេខ0អញ្ចឹងលេខ1និងលេខ0តាមអ្វីដែលយើងត្រូវប្រកួតគឺយើងបាទសិតតែប្រកួតចុះទាំងអស់បាទអញ្ចឹងយើងបូកវាធម្មតាមក16បូកនឹង7អញ្ចឹងយើងបាន23នៅទីនេះអញ្ចឹងបន្តចូលដល់ចំណុចគោនៅទីនេះគឺ35បាទ.49ហើយនឹង 6.75 អញ្ចឹងយើងនៅទីនេះ35នេះគឺ35ដដែលប៉ុន្តែ 6.77 នេះឡើងបានបាទ7អញ្ចឹងយើងប្រកួតឡើងអញ្ចឹងចម្លើយនៅទីនេះគឺស្មើទៅនឹងបាទ42អញ្ចឹងបន្តចូលដល់ចំណុចខនៅទីនេះគឺ 70.70 បាទហើយ101.90 អញ្ចឹងលេខទាំងពីរនេះគឺសុទ្ធសឹងទៅជាលេខមួយដែលយើងប្រកួតឡើងទាំងអស់អញ្ចឹង70បើប្រកួតឡើងគឺយើងបាន71 102នេះបើយើងប្រកួតឡើងគឺបាន102បាទសំទោស101បាទយើងប្រកួតឡើងបាន102អញ្ចឹងយើងបូកមកបាទយើងបាន173បាទបន្តមកចូលដល់ចំណុចងោនៅទីនេះគឺ 63.46 15.92 បូកទៅនឹង 1.05 អញ្ចឹងអ្វីដែលយើងត្រូវមើលនៅទីនេះទោះបីបូកប្រមាណខ្ទង់ក៏ដោយក៏យើងត្រូវតែមើលទីនេះទាំងអស់បាទអញ្ចឹងយើងមើលមក63នេះគឺត្រឹមតែលេខ4ទេគឺនៅយើងប្រកួតចុះដដែលគឺនៅតែ63ដដែលដោយឡែកយើងមើល15នេះ15នេះគឺខាងក្រោយនេះគឺលេខខាងក្រោយសញ្ញាចុចនេះគឺមានលេខ9អញ្ចឹងគឺប្រកួតឡើងនៅទីនេះគឺបាន16 15ទៅ16ហើយចុងក្រោយបងប្អូនគឺយើងមើល 1.05 អញ្ចឹងយើងប្រកួតចុះដោយសារខាងក្រោយសញ្ញាចុចគឺមានលេខ0អញ្ចឹងចុះគឺនៅតែ1ដដែលអញ្ចឹងយើងបូកវាធម្មតាហើយបាទលទ្ធផលគឺឃើញ81
បន្តមកទៀតចំណុចចនៅទីនេះគឺយើងឃើញថា 150.01 ខ្ញុំសូម highlight ត្រង់នេះបូកជាមួយនឹង 3.56 នៅទីនេះបូកជាមួយនឹង 20.75 អញ្ចឹងអ្វីដែលយើងមើលនៅទីនេះបាទនៅខាងមុខនេះគឺប្រកួតចុះគឺនៅដដែល150ដដែលអញ្ចឹងនៅទីនេះគឺប្រកួតឡើងដោយសារនៅខាងក្រោយសញ្ញាចុចមានលេខ5អញ្ចឹងឡើងបាននៅទីនេះបាន4អញ្ចឹងនៅទីនេះយើងប្រកួតឡើងដូចគ្នាដោយសារមានលេខ7នៅខាងក្រោយសញ្ញាចុចអញ្ចឹង20នេះគឺឡើងទៅបាន20 21អញ្ចឹងយើងបូកគ្នាមកគឺយើងបាន175អញ្ចឹងយើងបន្តទៅចូលដល់ចំណុចឆមួយទៀតចំណុចឆនៅទីនេះគឺមិនខុសអ្វីពីចំណុចមុនដូចគ្នាដែរអញ្ចឹងអ្វីដែលយើងត្រូវមើលនៅទីនេះបាទ6ហើយក្រោយសញ្ញាចុចមានលេខ7បាទអញ្ចឹងបូកនឹង9.07អញ្ចឹងបន្តមកទៀតយើងមកមើលខាងក្រោយនេះ 0.95 អញ្ចឹងខាងក្រោយសញ្ញាចុចនៅទីនេះគឺមានលេខ9អញ្ចឹង6នេះឡើងបាទប្រកួតឡើងគឺបាន7ដោយឡែកលេខ9នេះគឺ0នៅខាងក្រោយនេះសញ្ញាចុចគឺយើងបានត្រឹមតែ9ដដែលអត់ប្រកួតឡើងទេគឺយើងប្រកួតចុះដល់ចុងក្រោយ 0.95 អញ្ចឹងនៅទីនេះយើងបាទដោយសារនៅខាងក្រោយសញ្ញាចុចមានលេខ9អញ្ចឹងយើងប្រកួតឡើងគឺយើងបាន1អញ្ចឹងបាន1នៅទីនេះបាទយើងបូកទៅយើងបាន17បាទអញ្ចឹងយើងបន្តយើងទៅមើលចំណុចចូលជាចំណុចចុងក្រោយនៅទីនេះ 16.58 បាទហើយបន្តមកទៀតបាទ 7.43 បាទ43 9.78 អញ្ចឹងអ្វីដែលខ្ញុំបាន highlight នៅខាងក្រោមនេះគឺជាអ្វីដែលយើងត្រូវមើលហើយយើងត្រូវគិតប៉ុន្តែចំណែកបងប្អូនសិស្សានុសិស្សមិនចាំបាច់គូសពីក្រោមក៏បានដែរយើងធ្វើទៅតែម្ដងទៅបាទដោយសារខ្ញុំបញ្យល់ខ្លះដើម្បីឲ្យទាំងអស់គ្នាអាចងាយស្រួលនៅក្នុងការមើលនិងយល់អញ្ចឹងខ្ញុំសូមធ្វើការបាទគូសបន្តិចក្រោមបន្តិចអញ្ចឹងនៅទីនេះគឺប្រកួតឡើងគឺបាន15បាទសំទោសគឺបាន17ចំណែកឯ 7.43 គឺយើងប្រកួតចុះអញ្ចឹងប្រកួតចុះគឺយើងបាន7ដដែលចំណែកឯបាទ 9.78 នេះគឺយើងប្រកួតឡើងអញ្ចឹងយើងប្រកួតឡើងគឺបាន10បាទអញ្ចឹងយើងបូកបញ្ចូលគ្នាមកអញ្ចឹងយើងបានបាទផលបូកចំនួនទស្សភាគទាំង3ខ្ទង់នេះគឺស្មើនឹង34អញ្ចឹងចុងក្រោយគឺយើងពីករហូតដល់ចូលសង្ឃឹមថាទាំងអស់គ្នាអាចតាមទាន់អាចយល់អំពីការប៉ាន់ស្មានការគណនាផលបូកតាមចំនួនទស្សភាគចុងក្រោយសូមអរគុណនិងគោរពលាសុខភាពល្អអរគុណ